ព្រឹកនេះអានសៀវភៅហើយឃើញថាគំនិតឡើងនេះល្អហើយចង់ចែករំលែកទៅកាន់បងប្អូនវាជាទម្លាប់របស់ខ្ញុំមួយដែរអញ្ចឹងឥឡូវមុនអានឲ្យស្ដាប់ញ៉ាំតែមួយសិនដល់មកភ្លាមទម្លាប់ល្អទី1គឺញ៉ាំទឹកណាហ្នឹងហើយអញ្ចឹងសៀវភៅនេះគឺជាសៀវភៅ101គំនិតចាត់ចែងលុយដែលខ្ញុំបានអាននៅគំនិតទី93ហើយខ្ញុំជឿថាកន្លែងនេះមានបងប្អូនខ្លះក៏បានអនុវត្តដែរហើយគេហៅថាអ្នកទាំងអស់គ្នាស្គាល់រូបដែលលោកតាដែលនៅលើกระดาษ$100ហ្នឹងហើយគេដាក់ថាទម្លាប់24ម៉ោងសម្បូរទ្រព្យរបស់លោកតា$100ចានេះគឺជាសៀវភៅនេះអ្នកទាំងអស់គ្នាតែសម្រាប់អ្នកដែលគាត់កំពុងអានហើយខ្ញុំជឿថាកន្លែងនេះគាត់ក៏អាចគេហៅថាគាត់ក៏ចាប់បានដូចខ្ញុំដែរកន្លែងនេះគេដាក់ថាលោកតាគឺគាត់នេះថាគាត់ឈ្មោះថាBenjamin និយាយទៅខ្ញុំអត់សូវជាអង់គ្លេសគាត់ថានេះខ្ញុំគិតថាខ្ញុំប្រកបទៅគឺត្រូវគាត់ជាបេតាស្ថាបនិកសហរដ្ឋអាមេរិកហើយដែលបានទាមទារឯករាជ្យពីចក្រភពអង់គ្លេសជាបរិបទទី1មិនមែនជាប្រធានាធិបតីទេប៉ុន្តែគេបានយករូបគាត់នឹងដាក់នៅលើលុយ$100យើងហ្នឹងចាគាត់គឺក្រោមចេញពីក្មេងប្រុសដែលក្រីក្រគាត់រៀននៅសាលាត្រឹមតែ2ឆ្នាំទេហើយកាលពីគាត់នៅកុមារហ្នឹងគឺគាត់ជាគ្រួសារដែលខ្សត់និយាយទៅមិនជាអ្នកមានអីទេគឺគាត់ក្រតែម្ដងហើយគាត់មានបងប្អូន17នាក់អ្នកទាំងអស់គ្នាច្រើនមែនទែនប៉ុន្តែគាត់អត់បោះបង់ការរៀនសូត្រទេហើយលុយមកកម្មសេនរបស់គាត់ដែលគាត់មានទាំងម៉ានគឺគាត់ចំណាយទៅលើការទិញសៀវភៅអានទាំងអស់ទោះលោកមិនបានទៅរៀននៅសាលាក្តីក៏ប៉ុន្តែគាត់មានអតិថិកសលនៅក្នុងការអាននិងស្រាវជ្រាវហ្នឹងដែលលោកថាជាអំណោយពីទេវតាចាអញ្ចឹងត្បិតតែគាត់ជាបុគ្គលអស្ចារ្យគាត់ជាអ្នកវិទ្យាសាស្ត្រគាត់ជាអ្នកនិពន្ធអ្នកការទូតដ៏មានឥទ្ធិពលប៉ុន្តែគេហៅថាប្រជាជាតិជាង200ជំនាន់ទទួលស្គាល់ស្នាដៃតែទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃរបស់លោក24ម៉ោង3ពេលក្នុងមួយថ្ងៃគាត់ធ្វើបែបសាមញ្ញទេចាសាមញ្ញហ្នឹងមានអីគេខ្លះទី1គាត់លោតចេញពីក្រែគេងនិយាយទៅនៅម៉ោង5ព្រឹកបានតែគាត់ក្រោកម៉ោង5ព្រឹកបន្ទាប់មកគាត់ធ្វើសេចក្តីអំណឹកដឹងគុណអំណរនៅក្នុងថ្ងៃនេះហើយគាត់សរសេរផែនការប្រចាំថ្ងៃរួចគាត់ចូលរៀបចំខ្លួនមួយទឹកអីចឹងហើយគាត់ទទួលទានអាហារពេលព្រឹកហើយពាក្យមួយឃ្លាដែលគាត់គេហៅថាដែលល្បីល្បាញបំផុតរបស់គាត់តែគាត់តែងតែនិយាយហ្នឹងគឺចូលគេងឲ្យលឿនក្រោកឲ្យលឿនធ្វើឲ្យមនុស្សឆ្លាតមានសុខភាពល្អនិងសម្បូរទ្រព្យអូយកន្លែងនេះគឺសម្រាប់ខ្ញុំឲ្យ10លើ10ហ្មងចាហើយរាល់ថ្ងៃក៏ខ្ញុំកំពុងតែធ្វើចឹងដែរបានន័យថាខ្ញុំចូលគេងម៉ោង10យ៉ាងយូរ10កន្លះខ្ញុំក្រោកម៉ោង5ព្រឹកចានិយាយទៅគឺទម្លាប់ខ្ញុំគឺដូចគាត់ចឹងតែចឹងទៅខ្ញុំក៏ចែករំលែកទៅកាន់បងប្អូនចឹងទៅទីទម្លាប់ទី2គាត់គឺម៉ោង8ព្រឹកដល់ម៉ោង12គឺគាត់ធ្វើការ5ម៉ោងពេញជាមួយនឹងការងារប្រចាំថ្ងៃគាត់នៅពេលព្រឹកហើយគាត់និយាយថាកុំទុកឲ្យការងារដែលធ្វើនៅថ្ងៃនេះហ្នឹងគឺសល់នៅថ្ងៃស្អែកបើមិនជាយើងអាចធ្វើបានអញ្ចឹងបានន័យថាយើងត្រូវធ្វើការងារយើងមួយថ្ងៃហ្នឹងឲ្យរួចអញ្ចឹងគាត់ពីម៉ោង8ដល់ម៉ោង12ហ្នឹងគឺគាត់ធ្វើការងារចាបន្ទាប់មកម៉ោង10ចំណុចទី3របស់គាត់ម៉ោង12ថ្ងៃត្រង់ដល់ម៉ោង2រសៀលគាត់ចំណាយពេលអានសៀវភៅទៀតនិយាយទៅគឺគាត់អានសៀវភៅហ្មងហើយគាត់ទទួលទានអាហារពេលថ្ងៃត្រង់ដែលរៀនអញ្ចឹងទៅហើយចំណុចទី4ពីម៉ោង2ទៅដល់ម៉ោង6ល្ងាចគាត់បន្តការងាររបស់គាត់ប្រចាំថ្ងៃចាដូចជាគាត់សរសេរកសែតចាគាត់ព្រោះគាត់ជាអ្នកដែលជាថៅកែបោះពុម្ពកសែតផងជាអ្នកសរសេរផងចារហូតដល់គាត់ខ្លាចជាសិទ្ធិនៅជំនាន់នោះបន្ទាប់មកគាត់ក៏ចូលនិវត្តន៍ដើម្បីប្រឡូកគេហៅថាដើម្បីប្រឡូកនិងស្រាវជ្រាវវិទ្យាសាស្ត្ររហូតធ្វើជានយោបាយថែមទៀតល្អមែនតើហើយទី5គាត់សម្រាប់ពីម៉ោង6ដល់ម៉ោង9យប់គឺគាត់ប្រើពេល4ម៉ោងហ្នឹងដើម្បីលំហែកាយដើម្បីដូចជាគាត់ជួយចិត្តអានសៀវភៅហើយជួនកាលគាត់រៀបចំផ្ទះគាត់ស្ដាប់តន្ត្រីហើយគាត់ឆ្លុះប្រចាំមកខ្លួនឯងថាថ្ងៃនេះគាត់បានធ្វើអីគេខ្លះហើយគាត់មានកំហុសអីខ្លះដែលត្រូវកែប្រែសម្រាប់ខ្ញុំដូចគ្នាខ្ញុំតែងតែឆ្លុះប្រចាំពីម៉ោង9ម៉ោង10មុនចូលគេងថាខ្ញុំក្នុងថ្ងៃនេះខ្ញុំបានធ្វើអីខ្លះរឿងអីខ្លះដែលខ្ញុំពេញចិត្តអីខ្លះដែលខ្ញុំអត់ពេញចិត្តហើយខ្ញុំនឹងធ្វើអីវាបន្តទៀតបានន័យថាខ្ញុំអត់ទុកឲ្យការងារខ្ញុំហ្នឹងគោមួយថ្ងៃច្រើនទេករណីបើសិនជាខ្ញុំមានការបន្ទាន់អីមួយដែលខ្ញុំអត់បានធ្វើការងារហ្នឹងគឺខ្ញុំសួរខ្លួនឯងថាហេតុអីបើខ្ញុំបានធ្វើហើយបើសិនជាវាមានមូលហេតុដោយសារតែបន្ទាន់អីមួយគឺខ្ញុំយកវាទៅធ្វើនៅថ្ងៃស្អែកគឺខ្ញុំអត់គោទេចាហើយចំណុចទី6ហ្នឹងគឺពីម៉ោង10យប់គឺគាត់ចូលគេងហើយគាត់តែងតែក្រោកយ៉ាងទៀងទាត់វិញនៅម៉ោង5ភ្លឺហើយអនុវត្តទម្លាប់ទាំងនេះឡើងវិញនិយាយទៅបើខ្ញុំអានកន្លែងចំណុចគាត់នេះហើយគឺដូចខ្ញុំមែនតើខ្ញុំបន្ថែមបងប្អូនទម្លាប់ដែលគាត់មាននេះបើសិនជាបងប្អូនមានទម្លាប់ទៅតាមគាត់ដែលគេហៅថាបុគ្គលជោគជ័យហើយយើងធ្វើទៅតាមបុគ្គលជោគជ័យយើងនឹងជោគជ័យហើយសំខាន់ការញ៉ាំអាហារពេលព្រឹកនៅពេលដែលយើងញ៉ាំអ្នកទាំងអស់គ្នាព្យាយាមរកអាហារណាដែលជំនួយទៅដល់ខួរក្បាលយើងបន្ថែមទៀតអាហារដែលមានតុល្យភាពចាមិនមែនថាតតែអ្នកទាំងអស់គ្នាទៅចំណាយលុយទិញ supplement អាហារដែលល្អដែលគេហៅថាប្រភេទអាហារអំប៉នេះអាហារដែលជំនួយទៅដល់ខួរក្បាលរបស់យើងគឺវាមានទាំងការអានសៀវភៅក៏វាជំនួយទៅដល់ការគិតរបស់យើងបន្ថែមទៀតដែរប្រភេទ omega 3ប្រភេទខ្លាញ់ល្អអញ្ចឹងបងប្អូនព្យាយាមញ៉ាំអាហារដែលល្អហើយយើងស្រាវជ្រាវបន្ថែមទៀតនោះបងប្អូននឹងចាមានគេហៅថាការផ្លាស់ប្ដូរខ្លួនឯងដោយយើងមានផ្នែកគំនិតថ្មីអញ្ចឹងវីដេអូនេះរៀងវែងតែខ្ញុំជឿថាសម្រាប់បងប្អូនដែលចូលចិត្តចាគ្រប់ត្រូលចាជាយើងស្ដាប់ដល់ចប់ហើយបើសិនជាល្អបងប្អូនគេហៅថាតាមដានបន្តទៀតឬក៏ខ្ញុំនឹងព្យាយាមអានសៀវភៅហើយដកស្រង់នៅចំណុចណាដែលខ្ញុំគិតថាល្អនឹងចែកជូនបងប្អូនទាំងអស់គ្នាអរគុណ